ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំគឺសុខេនហើយថ្ងៃនេះផងដែរគឺខ្ញុំនឹងលើកយកនៅស្រូវ ST25 របស់វៀតណាមដោយខ្ញុំនឹងលើកយកនៅចំណុចគោលចំនួន5ដែលខ្ញុំនឹងលើកយកមកនិយាយដោយទី1ខ្ញុំនឹងលើកយកនៅប្រវត្តិនៃការកកាត់ស្រូវទី2លក្ខណៈពិសេសរបស់ស្រូវទី3ភាពល្បីល្បាញលើឆាកអន្តរជាតិទី4តំបន់នៃការដាំដុះទី5ឥទ្ធិពលសេដ្ឋកិច្ចនិងតម្លៃស្រូវ1ប្រវត្តិនៃការកកាត់ស្រូវវាត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រវៀតណាមឈ្មោះហួកុងគួរដែលផលិតឡើងនៅខេត្តស៊ូទ្រៀងប្រទេសវៀតណាមឈ្មោះ ST25 បានមកពីពាក្យស៊ូទ្រៀងនិងលេខ25ដែលកំណត់ក្នុងការបង្កើតដែលមានរយៈពេលវែងពិសេសនោះគឺរយៈពេល25ឆ្នាំតែម្ដង ST25 គឺបង្កើតឡើងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនិងតម្រូវការទីផ្សារដែលធ្វើឲ្យស្រូវមានក្លិនក្រអូបឈ្ងុយធន់ទ្រាំនឹងចំណីសត្វនិងមានគុណភាពខ្ពស់2លក្ខណៈពិសេសរបស់ស្រូវដោយក្លិននិងរសជាតិរបស់ស្រូវ ST25 ស្រដៀងនឹងស្រូវផ្កាម្លិះប៉ុន្តែបែបក្លិនបែបធម្មជាតិគ្រាប់ស្រូវមានលក្ខណៈវែងសនិងមានភាពរលើមជាតិខាប់បន្តិចចំពោះតម្លៃជាភាសាវិញស្រូវប្រភេទនេះមានជាតិអាមីឡូដល់ 16%